អូនយើងមកញ៉ាំអាហារបួសទាំងអស់គ្នាចឹងអាហារបួសនៅពេលដែលយើងញ៉ាំទៅគឺធ្វើឲ្យសុខភាពយើងកាន់តែល្អហើយវាផ្ដល់នៅជីវជាតិច្រើនហើយវីតាមីនច្រើនអញ្ចឹងបងប្អូនអាចធ្វើដោយខ្លួនឯងញ៉ាំបានគឺអត់មានអីទេមានតែជាក្តៅមានផ្សិតមានផ្កាចេកហើយនិងពពុះសណ្តែកចឹងគឺដំបូងគឺយើងត្រាំពពុះនឹងទាំងអស់មកហើយយើងត្រាំជាមួយនឹងពពុះសណ្តែករបស់យើងហ្នឹងពពុះសណ្តែកគឺយើងពេលដែលយើងត្រាំហ្នឹងគឺយើងបន្ថែមជាមួយនឹងអំបិលហើយនឹងទឹកខ្មេះបន្តិចមកអញ្ចឹងយើងទុកវាត្រាំវាចោលមកហើយទុកឲ្យវារីកមកហើយបន្ទាប់មកទៀតគឺយើងច្រាំខ្ទឹមហាន់ស្លឹកខ្ទឹមអីឲ្យរួចមកហើយនៅពេលដែលយើងលាងសម្អាតហើយអស់ហើយបានយើងដាក់ខ្ទះឬក៏ដាក់ឆ្នាំងយើងមកហើយយើងដាក់ខ្ទឹមស្លឹកខ្ទឹមរបស់យើងហ្នឹងយើងដាក់មកយើងកូរវាឈ្ងុយបន្តិចបានយើងដាក់ផ្សិតហើយទៅជាក្តៅជាមួយនឹងផ្កាចេកហ្នឹងយើងកូរវាបន្តិចមកបានយើងដាក់ស្ករម្សៅស៊ុបហើយទឹកស៊ីអ៊ីវហើយបានយើងកូរវារៀងចូលជាតិបន្តិចមកបានយើងចាក់ទឹកទៅយើងងាស់វាយកតែម្ដងងាស់ហើយបានយើងនៅពេលទឹកពុះហើយគឺយើងដាក់ជាមួយនឹងពពុះសណ្តែកហើយបន្ទាប់មកយើងរោយជាមួយនឹងល្ខ្ទឹមហើយបន្ថែមជាមួយនឹងម្សៅឆាតែប៉ុណ្្នឹងគឺរួចរាល់តែម្ដង